Mẹ họ dục lại đâm bay đâm sạch sẵn để thăm ở hiệp ấy sẵn. Mình mẹ vô thấy đi mình. Ba hiệp ó đâm bay Rồi mà té mẹ ấy lo đó. Lụa ăn phái mà tư. Lọ vì lọ tay đâm hay từ lụa này nè. Này trong phần chân đây, đầm mà tê phong, trọc phong, phái ba lọ mà thấy lụa má phái đôi kia đi ai. Bà đó. Bà được mọi anh ấy chăng. Mấy tay dương tầm nằm lọ mấy bàn tay. Dương mình đi xa lụa bị nè. Một chút muốn chứ mà tay ấy nó ao thao. Té mình đang bị thông về họ đo tôi kìa nè. Mà ấy mình chẳng mơ tí tiệm mắc lời lụa ăn phái đi kia đi ai đây. Nè chăm nắng chứ. ចឹងទាំងនេះសុទ្ធសឹងតែជាបញ្ហាដែលកសិកររបស់ខ្មែរយើងកំពុងតែជួបប្រទះជារៀងរាល់ឆ្នាំតើយើងគួរតែធ្វើដំណេចដើម្បីដោះស្រាយបញ្ហាមួយនេះ សម័យឡើងគឺជាសម័យបច្ចេកវិទ្យាជាសម័យបរិបទសកម្មភាពជាសនអញ្ចឹងយើងអាចប្រើប្រាស់បច្ចេកវិទ្យានោះដើម្បីបង្កើតជា AI model មកជួយដោះស្រាយបញ្ហាទាំងអស់នោះបាន យើងអាចបង្កើតជា recommendation system model មួយដែលអាចជួយ recommend ដល់កសិករថាតើគាត់គួរដាំដំណាំអ្វីដើម្បីទទួលបានផលខ្ពស់ស័ក្តិសមទៅនឹងតម្រូវការទីផ្សារជាក់ស្ដែង ហើយមួយទៀតហ្នឹងយើងនឹងបង្កើតជា recommendation system ដែលជា model មួយសម្រាប់ match នៅ potential buyer ដូចជាអ្នកបោះដុំឬក៏ market owner ជាមួយនឹង farmer ដែលជាកសិកររបស់យើង System នេះគឺវាអាចបង្កើតឡើងដោយពីដំបូងហ្នឹងគឺវារៀនពីទិន្នន័យឬក៏ data ចាស់ៗសិនដើម្បីស្វែងយល់ពី pattern បន្ទាប់មកវាអាចបន្ទាប់ពីរៀនហើយវាអាចបង្កើតបានទៅជា AI model មួយដែល AI model ហ្នឹងគឺវាអាចធ្វើការទូទេឬក៏អាចហៅបានថាធ្វើ prediction ដើម្បីជួយកសិករឲ្យគាត់ដឹងថាតើគាត់គួរតែដាំដំណាំឬក៏បន្លែផ្លែឈើណាដែលបានកម្រៃខ្ពស់ហើយជាតម្រូវការក្នុងទីផ្សារទៀត ហើយសម្រាប់ model មួយទៀតហ្នឹងគឺវាសិក្សានៅសកម្មភាពនិងទម្លាប់ចាស់ៗរបស់អ្នកទិញហ្នឹងឬក៏គេហៅថា end user ដែលប្រើប្រាស់ model មួយហ្នឹងថាដែលគាត់នឹងចូលចិត្តទិញបន្លែផ្លែឈើបែបណាចឹងទៅ model ហ្នឹងវានឹង showcase បន្លែដែលគាត់ធ្លាប់ទិញឬក៏គាត់ចូលចិត្តចឹងទៅអាស្តៀងហ្នឹងមកសម្រាប់ឲ្យ user អ្នកទិញនឹងឃើញហើយដើម្បីឲ្យ AI model នេះអាចដំណើរការទៅបានយើងអាចបង្កើតជា app ឬក៏ website ដើម្បី embed model របស់យើងចូលដើម្បីប្រែក្លាយ app ឬក៏ website ទៅនេះឲ្យក្លាយជាទីផ្សារកសិកម្ម digital សម្រាប់ជួយរកទីផ្សារជូនកសិករគ្រប់រូប Nên chua xịt fake. នេះគួរជាសូវ ខ្ញុំឈ្មោះធីតា We are Green Flag.